តើអ្នកធ្លាប់ឆ្ងល់ទេថាតើកុំព្យូទ័ររបស់អ្នករក្សាសុវត្ថិភាពបានយ៉ាងដូចម្តេចនៅពេលភ្ជាប់ទៅកាន់អ៊ីនធឺណិតរៀងរាល់ថ្ងៃពួក hacker និងឧក្រិដ្ឋជនវិទ្យាវិទ្យារាប់លានតែងតែព្យាយាមវាយប្រហារលើកុំព្យូទ័រនិងបណ្ដាញ network ប៉ុន្តែសំណាងល្អយើងមានប្រព័ន្ធសុវត្ថិភាពមួយដែលត្រូវបានបង្កើតឡើងដើម្បីការពារយើងដែលវាត្រូវបានគេហៅថា firewall គឺជាប្រព័ន្ធសុវត្ថិភាពមួយដែលតាមដាននិងគ្រប់គ្រងចរាចរណ៍ទិន្នន័យបណ្ដាញដែលចូលនិងចេញពីកុំព្យូទ័រឬបណ្ដាញ network របស់អ្នកសូមស្រមៃគិតថាវាដូចជាសន្តិសុខម្នាក់ដែលចូលយាមនៅច្រកចូលអាគីរាល់ទិន្នន័យទាំងអស់ដែលព្យាយាមចូលឬចេញពីបណ្ដាញរបស់អ្នកត្រូវតែឆ្លងកាត់ firewall ជាមុនសិនវាពិនិត្យទិន្នន័យទាំងនោះធៀបនឹងច្បាប់សុវត្ថិភាពហើយសម្រេចចិត្តថាតើត្រូវអនុញ្ញាតឲ្យឆ្លងកាត់ឬរារាំងវាសូមសម័យថាមានគេមកគោះទ្វារផ្ទះរបស់អ្នកបើសិនបើជាមិត្តភ័ក្តិដែលអ្នកទុកចិត្តអ្នកនឹងបើកទ្វារឲ្យពួកគេចូលតែបើជាជនប្លែកមុខដែលមានកាយវិការគួរឲ្យសង្ស័យអ្នកនឹងបិទទ្វារ firewall ក៏ដំណើរការក្នុងទម្រង់បែបនេះដូចគ្នាវាពិនិត្យមើលការភ្ជាប់បណ្ដាញទាំងចូលនិងចេញចរាចរណ៍ទិន្នន័យដែលមានសុវត្ថិភាពនឹងត្រូវបានអនុញ្ញាតឲ្យឆ្លងចំណែកឯចរាចរណ៍ទិន្នន័យដែលគួរឲ្យសង្ស័យឬគ្មានការអនុញ្ញាតនឹងត្រូវរារាំងសកម្មភាពមួយចំនួនក៏ត្រូវបានកត់ត្រាទុកសម្រាប់ការតាមដានផ្នែកសុវត្ថិភាពផងដែរការធ្វើបែបនេះជួយការពារពួក hacker មិនឲ្យចូលប្រើប្រាស់ឧបករណ៍របស់អ្នកនិងបញ្ចប់កម្មវិធីមេរោគមិនឲ្យតាក់ទងទៅកាន់អ្នកវាយប្រហារបានមាន firewall ពីរប្រភេទដែលគេនិយមប្រើទី1គឺ hardware firewall ដែលជាឧបករណ៍រូបវន្តត្រូវបានដំឡើងនៅចន្លោះបណ្ដាញ network របស់អ្នកនិងអ៊ីនធឺណិតបណ្ដាញក្រុមហ៊ុនជាច្រើននិងសូម្បីតែឧបករណ៍ router តាមផ្ទះមួយចំនួនក៏រួមមានបញ្ចូលមុខងារ firewall នេះផងដែរទី2គឺ software firewall ដែលដំណើរការដោយផ្ទាល់លើកុំព្យូទ័រឬទូរស័ព្ទដៃរបស់ Windows Defender Firewall និង Mac OS Firewall គឺជាឧទាហរណ៍ដ៏ពេញនិយមនៃប្រភេទ Firewall គឺជាខ្សែការពារជួរមុខរបស់អ្នកនៅក្នុងប្រព័ន្ធសុវត្ថិភាព Cyber Security ទោះបីជាវាមិនអាចទប់ស្កាត់រាល់ការវាយប្រហារ Cyber ដោយខ្លួនឯងបានទាំងស្រុងក៏ដោយក៏វាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារឧបករណ៍និងទិន្នន័យរបស់អ្នកពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត